សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរបស់មួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នារបស់នេះគឺ Spotlight ខ្នាតតូចរបស់ Smoring ដែលមានកម្លាំងត្រឹមតែ10វ៉ាត់តែអញ្ចឹង Spotlight ខ្នាតតូចមួយនេះវាសម្រាប់ creator សម្រាប់ YouTuber ឬក៏សម្រាប់ photographer ក៏បានដែរវាមានទំហំតូចប៉ុន្តែមិនស្រាលប្រហែលទេវាមានទម្ងន់រហូតដល់422ក្រាមឯណោះធ្ងន់ដែរចឹងដាក់តាមខ្លួនឯងយួរឆ្ងាយ hard ប៉ុន្តែ comfort មែនតើសម្រាប់ការ design របស់វាហើយមិនដឹងថាគេបើកតាណាទេបើកចេញថាមពលរបស់វាគឺ10វ៉ាត់អញ្ចឹងវាអត់សូវខ្លាំងប្រហែលទេហើយមួយទៀតវាប្រើថ្មសាអញ្ចឹងយើងអាចសាដាក់តាមខ្លួនបានរយៈពេលថ្មពេញរបស់វាហ្នឹងគឺប្រើបាន3ម៉ោងនៅក្នុងប្រអប់ small rig មួយនេះវាមានពិលនេះមួយវាមានកណាត់សម្រាប់ដាក់ small rig នេះមួយដាក់អញ្ចឹងទៅពេលដាក់តាមខ្លួនវាមានក្បាលស៊ីលីកូនរបស់វាសម្រាប់ដាក់ filter ហើយជាមួយនឹង shape 20ផ្សេងគ្នានេះហើយមួយទៀតគឺ USB សម្រាប់សាកនឹងឯងសម្រាប់ color របស់ Spotlight មួយនេះគឺមាន4មានពណ៌ទឹកក្រូចពណ៌សពណ៌ក្រហមហើយនិងពណ៌ខៀវតម្លៃរបស់វាខ្ញុំទិញមកដូចជាខ្ទង់50រៀលជាងហើយជាមួយនឹងបានជើងនេះមួយទៀតអញ្ចឹងឧបករណ៍មួយនេះគឺជាឧបករណ៍លម្អបន្ថែមសម្រាប់អ្នកដែលធ្វើវីដេអូមាតិកាផ្សេងៗអីក៏អាចប្រើប្រាស់នៅកាន់ background របស់គាត់នេះខាងភ្លើងខាងក្រោយខ្ញុំហ្នឹងគឺជាភ្លើងរបស់ small rig 10 watt ហ្នឹងឯងអញ្ចឹងអត្ថប្រយោជន៍របស់វាមានច្រើនលើសហ្នឹងទៀតទៅតាមអ្វីដែលយើងឆ្នៃបន្ថែមអញ្ចឹងណាហើយសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ